សូមគោរពនិងជម្រាបសួរប្រិយមិត្តជាទីរាប់អានខ្ញុំបាទមានព័ត៌មានចែកជូនសម្ដាប់ដែលមានចំណងជើងថាផ្អើលនៅថៃគ្រូពេទ្យស្រីម្នាក់ត្រូវគេរឹតសម្លេះចោលក្នុងសភាពងើកុកនៅក្នុងបន្ទប់ជួលរីឯឃាតុគឺជាអ្នករស់នៅបន្ទប់ជាប់គ្នាកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2025កន្លងទៅនេះមានករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅប្រទេសថៃដែលនារីជាគ្រូពេទ្យម្នាក់ត្រូវបានគេសម្លាប់រឹតនៅក្នុងបន្ទប់ជួលហើយឃាតវិញគឺជាមនុស្សប្រុសដែលនៅបន្ទប់ជិតគ្នាតាមព័ត៌មានបានឲ្យដឹងថានារីរងគ្រោះមានវ័យ35ឆ្នាំគឺជាបុគ្គលិកពេទ្យនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងនៅលើកោះសាមុយខេត្តសុរាษฎร์ធានីនាងត្រូវបានគេប្រទះឃើញថាដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួនក្នុងសភាពងើកុកស្លៀកតែខោក្នុងប៉ុណ្ណោះរីឯនៅវិញមានអាវយឺតកំពុងរឹតជាប់ហើយនៅលើដងខ្លួនពេញដោយស្នាមជាមយ៉ាងណាមិញក្រោយពីការតាមដានស្រាវជ្រាវប៉ូលីសបានរកឃើញថាជនដៃដល់គឺជាមនុស្សប្រុសដែលនៅជាន់បន្ទប់ជួលជាមួយនាងគេបានផ្លោះចូលទៅតាមបង្អួចដែលនាងតែងតែបើកចោលឲ្យឆ្មាចេញហើយក៏បានបង្កហេតុរួចក៏បានចេញមកវិញនិងបានលួចយកឡាននាងបើកគេចខ្លួនបាត់ដោយឡែកពេលនេះប៉ូលីសកំពុងប្រមូលភស្តុតាងនិងតាមចាប់ខ្លួនជនដៃដល់យកទៅដាក់ទោសទៅតាមផ្លូវច្បាប់បើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ